Bà số đây bóng bồn đọc khnia bà. Để trong video này đâyខ្ញុំចង់ចែកលេខបងប្អូនតើតើមួយការមករស់នៅក្នុងប្រទេសហ្មងណាអញ្ចឹងដោយសារតែមានបងប្អូនខ្មែរយើងគាត់សួរខ្ញុំថាតើគាត់អាចដាក់ពាក្យមករស់នៅប្រទេសហ្មងហ្នឹងតាមរយៈការងារស្ម័គ្រចិត្តបានឬក៏អត់អញ្ចឹងមុននឹងឆ្លើយនឹងសំណួររបស់គាត់ហ្នឹងខ្ញុំសូមធ្វើការបកស្រាយអំពីប្រភេទការងារស្ម័គ្រចិត្តនៅក្នុងប្រទេសអាល្លឺម៉ង់អញ្ចឹងនៅក្នុងប្រទេសអាល្លឺម៉ង់គឺគេមានការងារជាប្រភេទការងារស្ម័គ្រចិត្តតែការងារជួយសង្គមណាសម្រាប់ឲ្យប្រជាជនតែគាត់មានបំណងចង់ធ្វើការងារជួយសង្គមឬក៏គាត់ចង់បានបទពិសោធន៍ការងារជាពិសេសជាងគេសម្រាប់សិស្សដែលគាត់ទៅរៀនចប់ណាដែលគាត់ចង់ទទួលបានបទពិសោធន៍ការងារអញ្ចឹងគាត់អាចធ្វើការងារសង្គមសិនបានហើយប្រភេទការងារដូចជាការងារនៅក្នុងសាលាមត្តេយ្យការងារមើលថែមនុស្សចាស់ព្រោះនៅនេះគឺមនុស្សចាស់គឺគេមានអង្គការសម្រាប់មើលថែណាអញ្ចឹងគាត់អាចធ្វើការងារប្រភេទហ្នឹងបានហើយការងារនៅក្នុងមន្ទីរពេទ្យដូចជាការងារមើលថែអ្នកជំងឺឬក៏បោសសម្អាតអីចឹងទៅហើយក៏មានការងារមួយចំនួនទៀតដែរដែលតកតងជាមួយនឹងបរិស្ថានឬក៏ខាងវប្បធម៌ប្រពៃណីនៅក្នុងអាល្លឺម៉ង់ហ្នឹងជនបរទេសក៏គាត់អាចដាក់បានដែរមានន័យថាជនបរទេសដែលគាត់រស់នៅក្នុងអាល្លឺម៉ង់ហ្នឹងក៏គាត់អាចដាក់បានដែរអញ្ចឹងជាទូទៅការងារនោះវាមានរយៈពេលចន្លោះពី6ខែទៅ24ខែក៏ប៉ុន្តែជាទូទៅគេឲ្យតែ12ខែទេអញ្ចឹងពេលដែលគាត់ធ្វើការហ្នឹងគាត់ទទួលបានអត្ថប្រយោជន៍ដូចជាគាត់បានលុយណាទោះជាការងារនេះជាការងារស្ម័គ្រចិត្តមានតែគាត់ទទួលបានលុយ644យូរ៉ូក្នុងខែសម្រាប់ឆ្នាំ2025ហើយបន្ទាប់ក្រៅពីហ្នឹងគាត់ទទួលបានការធានារ៉ាប់រងសុខភាពគាត់ទទួលបានប្រាក់សោធននិវត្តន៍ហើយបន្តមកទៀតគាត់ទទួលបាននៅសញ្ញាបត្របញ្ជាក់ថាគាត់បានធ្វើការងារស្ម័គ្រចិត្តជាប្រភេទការងារអីចឹងទៅអញ្ចឹងចម្លើយត្រឡប់មកវិញទៅលើសំណួរដែលគាត់សួរថាតើជនបរទេសគាត់អាចដាក់ពាក្យមកចូលធ្វើការងារប្រភេទហ្នឹងបានអត់ប្រកបអត់នៅក្នុងប្រទេសអាល្លឺម៉ង់ផងអញ្ចឹងចម្លើយគឺបានក៏ប៉ុន្តែវាពិបាកត្រង់ថាធម្មតាពេលយើងចង់មកប្រទេសអាល្លឺម៉ង់យើងត្រូវមានវីសាអញ្ចឹងប្រភេទវីសាហ្នឹងតើយើងមកធ្វើអីគេបើសិនជាបងប្អូនចង់មកធ្វើជាការងារស្ម័គ្រចិត្តហ្នឹងជាទូទៅគេទាមទារឲ្យបងប្អូនរកកន្លែងការងារណាដែលទទួលបងប្អូនបានតែគេអាចចេញกระดาษចេញអីបញ្ជាក់ដើម្បីយើងទៅស្នើវីសាបានណាហើយទី2មុននឹងយើងស្នើមកយើងដាក់ពាក្យស្នើធ្វើការហ្នឹងអាល្លឺម៉ង់គឺគេទាមទារឲ្យយើងចេះភាសារបស់អាល្លឺម៉ង់អញ្ចឹងភាសាគឺគេកំណត់សញ្ញាបត្រឲ្យយើងរៀនណាអញ្ចឹងនៅខ្មែរដូចជាបងប្អូនយើងនៅខ្មែរគាត់អាចរៀនភាសាអាល្លឺម៉ង់បានដែរអាចឆែកមើលតាមសាលាណាដែលគាត់អាចរៀនភាសាអាល្លឺម៉ង់ចេញសញ្ញាបត្រអញ្ចឹងគេមានកម្រិតសញ្ញាបត្រហ្នឹងដូចជាចន្លោះពីអាស្វាយទៅ BN អាស្វាយ BN ហ្នឹងខ្ញុំនិយាយជាភាសាអាល្លឺម៉ង់ណាដោយសារតែសញ្ញាបត្រវាគឺគេហៅបែបហ្នឹងអាស្វាយនិង BN អញ្ចឹងយើងអាចមកបានក៏ប៉ុន្តែវាពិបាកថងថាទី1យើងត្រូវរៀនភាសាឲ្យចេះឲ្យបានសញ្ញាបត្រហើយបន្ទាប់មកយើងត្រូវរកការងារណាដែលគេអាចទទួលយកយើងបានហើយបន្ទាប់ពីយើងរកបានយើងត្រូវស្នើសុំឯកសារដើម្បីដាក់ពាក្យសុំវីសាមកធ្វើការប្រភេទហ្នឹងបានហើយគេសួរយើងតើជាឧទាហរណ៍ថាឥឡូវយើងជោគជ័យយើងរកការងារបានយើងរៀនចប់ប៉ុន្តែគេសួរយើងមួយទៀតតើយើងអាចចិញ្ចឹមខ្លួនឯងបានទេនៅលុយ644យូរ៉ូក្នុងមួយខែហ្នឹងគឺវាជាការពិបាកសម្រាប់បងប្អូនដែលចង់មកតាមប្រភេទហ្នឹងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយបងប្អូនអាចចូលទៅឆែកទៅលើព័ត៌មានបន្ថែមបានដែលខ្ញុំនឹងដាក់ website ឲ្យហើយបងប្អូនអាចចូលទៅឆែកមើលទៅតែភាសាអាចមានភាសាអាល្លឺម៉ង់ប៉ុន្តែបងប្អូនអាចបកប្រែទៅជាភាសាខ្មែរឬក៏ភាសាអង់គ្លេសអញ្ចឹងទៅអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ